còn tại bác chạ phim cứ đào phim nên là khi bác chỉ đang ấy thà ní cứ chỉ cái xómនៅក្នុងកម្មវិធី Gala Dinner ប្លុកនេះចេញរៀងឡាតិកណាតមកមើលពីសកម្មភាពខ្លះៗមុននឹងចេញបានដើរសូនៅលើទឹកដីអច្ឆរិយៈរបស់កម្ពុជាមុននឹងដល់កម្មវិធីប្រហែលជា 3-4 ថ្ងៃនេះខ្ញុំបានទៅ fitting ជាមួយនឹងម៉ែអូលីវ៉ាកុងស្តាប់អារម្មណ៍ពិតខ្លះៗតោះក្តីសុខហ្មងយីមែនក្តីសម័យថាចាថ្ងៃណាមួយខ្ញុំបានដើរ fashion show នៅក្នុងគេហៅថាប្រាសាទអូយហើយសំខាន់ណាស់បានដើរឆតបោះអូលីវ៉ាកុងទៅសុំបងប្អូនអ្នកនរក្តីសម័យខ្ញុំហើយវាខ្លះជាការពិតតែខ្ញុំអត់ទាន់សម័យចេញនៅក្នុងរូបភាពដែលខ្ញុំកំពុងតែដើរ fashion show នៅលើប្រាសាទនេះគេមែនអំពួត Oh my god ហើយអ្នកទាំងអស់គ្នានេះគឺជាអារម្មណ៍ពិតមែនតើខ្ញុំមានមោទនភាពខ្លាំងមែនតើដែលកើតមកជាកូនខ្មែរមួយរូបហើយបានដើរមានឱកាសបានដើរនៅលើគេហៅថាស្ពានប្រាសាទបាពួនដែលនេះខ្ញុំពិតជា proud ខ្លាំងមែនតើចាហើយក៏អរគុណម៉ែអូលីវ៉ាកុងដែលផ្ដល់ឱកាសឲ្យខ្ញុំបានគ្រោងជាមួយនឹងឈុតរបស់គាត់ផ្ទាល់ចាហើយអ្នកទាំងអស់គ្នាមកមើលសកម្មភាពមួយនេះគឺអេណាតូចប៉ះអេណាធំណាគឺគាត់ឈ្មោះអេណាដូចគ្នាហើយគាត់គឺ lovely ខ្លាំងមែនតើអ្វីដែល surprise គឺបានជួបជាមួយនឹងបង Nikki ចាគឺគាត់អ្នកបើកសូធំមែនតើហើយសំខាន់គឺគាត់ friendly ដូចគ្នាចាហើយជាមួយនឹងក្មេងៗគឺពួកគាត់គួរស្រឡាញ់ខ្លាំងមែនតើសំខាន់គាត់ friendly គាត់ say hi ហើយពួកគាត់ម្នាក់ៗគឺស្ទើរមាន talent រៀងខ្លួនអ្នកទាំងអស់គ្នាមិនកត់ទៅសារមិនបាននេះគឺសកម្មភាពដែល model ឲ្យយើងម្នាក់គឺគាត់មានខ្លាំងមែនតើនៅក្នុងការត្រៀមខ្លួនសម្រាប់ការដើរសូលើទឹកដីអច្ឆរិយៈរបស់យើងផ្ទាល់តែម្ដង Oh my god និយាយពីនេះខ្ញុំវិញគឺចេញអត់ផុតពីក្មេងៗទៅចាគឺរិះសិតតែពួកគាត់មួយគឺគួរឲ្យស្រឡាញ់ខ្លាំងមែនតើចេញថតចូលថតខ្ញុំអូយនិយាយទៅពេលដែលនៅជិតក្មេងខ្ញុំក្មេងដែរអ្នកនរគ្នាហើយក៏បានជួបជាមួយនឹង Queen របស់យើងគាត់ម្នាក់គេហៅថាមានភាពលេចធ្លោមិនសំខាន់គឺស្រស់ស្អាតខ្លាំងមែនតើនៅសម្លៀកបំពាក់ដែលគាត់ពាក់នៅលើខ្លួនមួយគឺពិតជាអស្ចារ្យហើយនេះគឺខាងក្រោយកម្មវិធីដែលខ្ញុំកំពុងតែឈរជួយច្បល់នឹងគេដែរអ្នកនរគ្នាហើយមានអារម្មណ៍ថាស្លុងជាមួយនឹងភ្លេងខ្លាំងមែនតើហើយក៏ឃើញអ្នកម៉ែអូលីវ៉ាកុងគាត់ជុំអ្នកនរគ្នាគាត់រំភើបជាមួយនឹងកម្មវិធីនឹងស្នាដៃរបស់គាត់ដែលគាត់បានបំពេញក្តីសម័យដែលគាត់ខំប្រឹងរយៈពេល10ឆ្នាំជាងដែលខ្ញុំបានលើកគាត់និយាយខ្ញុំក៏ proud ជាមួយគាត់ដូចគ្នាហើយពិតជាអស្ចារ្យមែនទែនខ្មែរយើងហើយមុននឹងពេលចូលដើរក៏ខ្ញុំបានសុំពរជ័យពីគាត់ដែរកាន់តែលើភ្លេងកាន់តែមានអារម្មណ៍ថាគួរតែតាំងសមាធិអូយអ្នកទាំងអស់គ្នានេះគឺធៀមចិត្តឡើងហើយព្រះបានបរមវិស្ណុលោកសម្រាប់ឈុតដែលបង្ហាញជូនជាបន្តនេះមានឈ្មោះថាក្រុងរៀបឬទសមុខបរមវិស្ណុលោកจากការបង្ហាញជូននៅឈុតជាបន្តនេះគឺមានហើយជាចុងក្រោយគឺសូររបស់យើងគឺ successful តែម្ដងអ្នកទាំងអស់គ្នាគឺពិតជាអស្ចារ្យមែនតើក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបនេះខ្ញុំពិតជាមានមោទនភាពដែលបានកើតមកជាកូនខ្មែរស្រឡាញ់អ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះបាយបាយ